នៅទីបំផុតកងកម្លាំងពួកហាម៉ាស់ប៉ាឡេស្ទីនប្រកាសសម្រេចទទួលយកការចោះចាញ់សង្គ្រាមពីសំណាក់ប្រទេសអ៊ីស្រាអែលជាមួយនឹងការព្រមប្រគល់ចំណាប់ខ្មាំងទាំងអស់ឲ្យអ៊ីស្រាអែលវិញហើយមិនតែប៉ុណ្ណោះព្រមដាក់ដែនដីហ្គាហ្សាស្ថិតនៅក្រោមគម្រោងការផែនការរបស់លោកដូណាល់ត្រាំទៀតផងនេះបង្ហាញថាពួកហាម៉ាស់ប៉ាឡេស្ទីនព្រមបញ្ឈប់ការប្រយុទ្ធជាមួយនឹងកម្លាំងវិបករបស់អ៊ីស្រាអែលអ្វីដែលសំខាន់គឺមើលឃើញថានៅពេលនេះពន្លឺនៃសន្តិភាពនៅតំបន់ហ្គាហ្សាស្ទ្រីបនៃដែនដីប៉ាឡេស្ទីននៃតំបន់មជ្ឈិមបូព៌ាចាប់ផ្ដើមរះឡើងវិញហើយជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដែលកំពុងតែចង់បានពានរង្វាន់ Nobel សន្តិភាពសេចក្តីរាយការណ៍របស់សារព័ត៌មាននៃបណ្ដាញផ្សាយព័ត៌មាន ABC អ៊ុយក្រែនចុះផ្សាយកាលពីថ្ងៃទី3តុលាថាកម្លាំងហាម៉ាស់ប៉ាឡេស្ទីនព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ដែលពួកហាម៉ាស់ប៉ាឡេស្ទីនបានចាប់ខ្លួនតាំងពីថ្ងៃ7តុលាឆ្នាំ2023ហើយយល់ព្រមទាំងស្រុងប្រគល់ដែនដី Gaza Strip ទៅក្នុងដែនដីរដ្ឋបាលនៃអាជ្ញាធរប៉ាឡេស្ទីនហើយព្រមដាក់ឲ្យស្ថិតនៅក្រោមផែនការអភិវឌ្ឍនិងសន្តិភាពរបស់លោកដូណាល់ត្រាំក្រុមហាម៉ាស់ប៉ាឡេស្ទីនបានប្រកាសថាខ្លួនគេមានឆន្ទៈពិតប្រាកដនៃការដោះលែងទាំងអស់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងពួកគេកំពុងនៅរស់រានមានជីវិតនិងចំណាប់ខ្មាំងដែលបានបាត់បង់ជីវិតក្នុងគោលបំណងដើម្បីបញ្ចប់សង្គ្រាមហើយធានាថាការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ Gaza Strip ក៏ផ្ដើមផងដែរក្នុងបរិបទនេះពួកអាម៉ាប៉ាឡេស្ទីនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាបានត្រៀមរួចហើយដើម្បីបើកការចរចាហើយដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់តាមរយៈការសម្របសម្រួលជាមួយនឹងការធ្វើឲ្យដែនដី Gaza Strip មានស្ថិរភាពឡើងវិញសេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថាក្រុមហាម៉ាស់ប៉ាឡេស្ទីនមានឆន្ទៈផ្ទេរការគ្រប់គ្រងតំបន់កាហ្សាឲ្យទៅជាដែនដីឯករាជ្យមួយនៃរដ្ឋបាលប៉ាឡេស្ទីនហើយស្ថិតនៅក្នុងគម្រោងផែនការសន្តិភាពនិងការអភិវឌ្ឍរបស់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកសេចក្តីថ្លែងការណ៍របស់ពួកអាម៉ាស់ប៉ាឡេស្ទីនបានបញ្ជាក់ទៀតថាដោយមើលឃើញអំពីស្ថានភាពចាំបាច់បន្ទាន់នេះដើម្បីស្ដារសន្តិសុខសម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សាស្ទ្រីបហាម៉ាស់ប៉ាឡេស្ទីនយល់ព្រមតាមលក្ខខណ្ឌរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលោកដូណាល់ត្រាំបានប្រកាសដាក់អសន្នវិទ្យទៅលើពួកហាម៉ាស់ប៉ាឡេស្ទីនថានៅរំលងអធ្រាត្រយប់ថ្ងៃទី23តុលាប្រសិនបើពួកហាម៉ាស់ប៉ាឡេស្ទីនមិនព្រមទទួលយកលក្ខខណ្ឌរបស់លោកឲ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់និងប្រគល់ដែនដីកាហ្សាស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍរបស់លោកនោះពួកអាម៉ាប៉ាឡេស្ទីននិង Gaza Strip ត្រូវតែក្លាយទៅជាផេះកាន់តែធ្ងន់ធ្ងរថែមទៀតដោយកម្លាំងរបស់អ៊ីស្រាអែលបើកវាយប្រហារលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានប្រមានថាពួកអាម៉ាប៉ាឡេស្ទីនត្រូវស្ដារសន្តិភាពឡើងវិញគឺមិនត្រូវចាប់យកសង្គ្រាមដោយខ្លួនគ្មានឱកាសវិបកសូម្បីតែទៅលើទ័ពរបស់អ៊ីស្រាអែលនោះហើយថាហាម៉ាប៉ាឡេស្ទីនត្រូវតែដឹងខ្លួនថាមិនអាចក្លាយទៅជាអង្គការចាត់តាំងកម្លាំងប្រដាប់អាវុធបានទៀតនោះទេមកដល់ពេលនេះចំណាប់ខ្មាំងដែលស្ថិតនៅក្នុងការចាប់ខ្លួនរបស់ពួកអាម៉ាប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី7តុលាឆ្នាំ2023មកនោះជាថ្ងៃដែលពួកអាម៉ាប៉ាឡេស្ទីនលួចវាយប្រហារទៅលើអ៊ីស្រាអែលដោយបាញ់រ៉ុកកែត5000គ្រាប់ត្រូវបានរៀបការមកថានៅសល់48នាក់ទៀតនៅក្នុងដៃរបស់ពួកអាម៉ាប៉ាឡេស្ទីនតែក្នុងនោះភាគច្រើនសុទ្ធតែជាប្រជាជនអ៊ីស្រាអែលហើយក្នុងចំនួន48នាក់នេះអ្នកដែលរស់រានមានជីវិតនៅសល់តែ20នាក់ប៉ុណ្ណោះគេពុំដឹងថាតើអ៊ីស្រាអែលអាចទទួលយកបានទេនៅពេលដែលចំណាប់ខ្មាំងរបស់អ៊ីស្រាអែលស្លាប់ច្រើនជាងនៅរស់នេះប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថាអ៊ីស្រាអែលត្រូវតែទទួលយកចំណាប់ខ្មាំងរបស់ខ្លួនដូចនេះព្រោះអ៊ីស្រាអែលក៏ស្ថិតក្នុងក្រឡាតច្រកផងដែរអ្វីដែលសំខាន់អ៊ីស្រាអែលអាចបោះគំទេចពួកអាម៉ាស់ប៉ាឡេស្ទីនអាចចាប់យកកាហ្សាស៊ីបានតែអ៊ីស្រាអែលមិនអាចគ្រប់គ្រងដែនដីនេះបានដូចទីព្រោះពិភពលោកនិងកម្លាំងសម្ព័ន្ធភាពអារ៉ាប់មិនទទួលស្គាល់រដ្ឋអំណាចរបស់អ៊ីស្រាអែលដូចទីហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏មិនទទួលស្គាល់ផងដែរ
អ្វីដែលសំខាន់គឺមើលឃើញថាពួកអាម៉ាប៉ាឡេស្ទីនយល់ព្រមចុះចាញ់សង្គ្រាមអ៊ីស្រាអែលហើយក៏យល់ព្រមប្រគល់ផែនការសន្តិភាពនិងការអភិវឌ្ឍតំបន់ហ្គាហ្សាស្ទ្រីបនៅក្រោមផែនការរបស់លោកដូណាល់ត្រាំវាជាជំរើសល្អរបស់ពួកហាម៉ាស់បើពុំនោះទីអ៊ីស្រាអែលនឹងវាយកាន់កាប់ដែនដីហ្គាហ្សាស្ទ្រីបបើទោះជាអ៊ីស្រាអែលត្រូវរងការថ្កោលទោសថាការកាន់កាប់ដែនដីហ្គាហ្សាស្ទ្រីបជាអំពើខុសច្បាប់ក៏ដោយនោះនិយាយពីផែនការសន្តិភាពរបស់លោកដូណាល់ត្រាំវិញនោះកាលពីព្រឹកព្រលឹមថ្ងៃទី3តុលាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាលោកបានផ្ដល់ទៅឲ្យពួកអាម៉ាប៉ាឡេស្ទីននៅជំរឹះចុងក្រោយបើខ្លួនត្រូវការរស់រានមានជីវិតចាក់ផុតពីការវាយប្រហាររបស់អ៊ីស្រាអែលគឺត្រូវទទួលយកផែនការសន្តិភាព20ចំណុចរបស់លោកដូណាល់ត្រាំសម្រាប់ដែនដីហ្គាហ្សាស្ទ្រីបលោកដូណាល់ត្រាំបានបញ្ជាក់ថាលោករំពឹងថានឹងមានការឆ្លើយតបពីកងកម្លាំងហាម៉ាប៉ាឡេស្ទីននៅត្រឹមម៉ោង6យប់ម៉ោងនៅទីក្រុងវ៉ាស៊ីនតោនត្រូវនៅថ្ងៃទី5តុលាប្រធានាធិបតីសហរដ្ឋអាមេរិកលោកនេះព្រមានថាប្រសិនបើពួកហាម៉ាប៉ាឡេស្ទីនបដិសេធផែនការរបស់លោកដែលបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនៅលើដែនដីហ្គាហ្សាស្ទ្រីបជាមួយនឹងពួកហាម៉ាប៉ាឡេស្ទីននោះវាគ្មានជម្រើសល្អទៀតនោះទេវាមានតែពួកអាម៉ាប៉ាឡេស្ទីននិងហ្គាហ្សាស្ទ្រីបត្រូវកំទេចផេះផង់ថែមទៀតដោយកម្លាំងវាយប្រហាររបស់អ៊ីស្រាអែលផែនការសន្តិភាពរបស់លោកដូណាល់ត្រាំក៏អំពីនីវឲ្យពួកអាម៉ាប៉ាឡេស្ទីនបញ្ចប់ទាំងស្រុងនៃការឃុំខ្លួនចំណាប់ខ្មាំងនៅក្នុងដែនដីហាម៉ាប៉ាឡេស្ទីនទោះជាមិនមែនចំណាប់ខ្មាំងអ៊ីស្រាអែលក៏ដោយប្រទេសណាក៏ដោយគឺត្រូវតែដោះលែងទាំងអស់ទីក្រុងវ៉ាស៊ីនតោនក៏បានលើកសំណើពីការផ្ទេរដែនដីហ្គាហ្សាស្ទ្រីបនេះស្ថិតនៅក្នុងការគ្រប់គ្រងដោយគណៈកម្មការនយោបាយប៉ាឡេស្ទីនហើយស្ថិតនៅក្រោមការត្រួតពិនិត្យដោយអង្គការអន្តរជាតិឬក្រុមប្រឹក្សាសន្តិភាពដែលលោកជាអ្នកផ្ដួចផ្ដើមឡើងលោកត្រាំខ្លួនលោកផ្ទាល់ក៏ជាប្រធានក្រុមប្រឹក្សាសន្តិភាពសម្រាប់ដែនដីហ្គាហ្សាស្ទ្រីបផងដែរនេះហើយក្នុងនោះក៏មានមេដឹកនាំប្រទេសជាច្រើនទៀតមានទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ផងដែរផែនការសន្តិភាពរបស់លោកដូណាល់ត្រាំសម្រាប់ដែនដីហ្គាហ្សាស្ទ្រីបលោកដូណាល់ត្រាំអាចនិយាយយោងផងដែរអំពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែនដីហ្គាហ្សាស្ទ្រីបឡើងវិញតែកន្លងមកលោកដូណាល់ត្រាំបានបញ្ជាក់ឲ្យថាលោកចង់គ្រប់គ្រងដែនដីហ្គាហ្សាស្ទ្រីបនេះដោយសហរដ្ឋអាមេរិកប្រើប្រាស់ទុនវិនិយោគយ៉ាងសម្បើមជះទៅលើដែនដីនេះហើយចង់ឲ្យដែនដីហ្គាហ្សាស្ទ្រីបជាតំបន់ឆ្នេរដ៏ល្អបំផុតនៃឧស្សាហកម្មទេសចរសម្រាប់ពិភពអារ៉ាប់មជ្ឈតារបស់លោកដូណាល់ត្រាំដូចនេះបានប្រកាសនៅពេលដែលលោកបោះជំហានចូលដោះស្រាយការបិទបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបតាំងពីភ្លាមនៅពេលដែលលោកចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកឡើងវិញនៅថ្ងៃ20មករាឆ្នាំ2025ឥឡូវនេះលោកដូណាល់ត្រាំទំនងកំពុងមានមោទនភាពខ្លាំងដែលថាពួកអាម៉ាប៉ាឡេស្ទីនព្រមចោះចាញ់សង្គ្រាមនឹងអ៊ីស្រាអែលព្រមបិទចប់ការឃុំខ្លួនចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងចំណាប់ខ្មាំងបរទេសទាំងអស់ហើយព្រមដាក់ដែនដីហ្គាហ្សាស្ទ្រីបនៅក្នុងផែនការរបស់លោកដូណាល់ត្រាំគឺផែនការសន្តិភាពទៀតផងនេះលោកដូណាល់ត្រាំយ៉ាងហោចណាស់ក៏ត្រូវគេមើលឃើញថាលោកមានមោទនភាពដែលលោកធ្វើឲ្យសង្គ្រាមបិទបញ្ចប់មួយទៀតនៅលើពិភពលោកគឺនៅលើដែនដីហ្គាហ្សាស្ទ្រីបហើយប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះកំពុងតែតាំងខ្លួនថាខ្លួននឹងក្លាយជាបេក្ខជនដ៏មានឥទ្ធិពលនិងមានសក្តានុពលសម្រាប់ពានរង្វាន់ Nobel សន្តិភាពឆ្នាំ2025នេះដែលបានជួយបិទបញ្ចប់ចំនួនប្រដាប់អាវុធនៅតំបន់ពិភពលោកជាច្រើនមកដល់ពេលនេះដែលមន្ត្រីសេដ្ឋវិមានអាងថាតំបន់ពិភពលោកដែលលោកដូណាល់ត្រាំជួយបិទបញ្ចប់ចំនួនប្រដាប់អាវុធនោះមាននៅទៅ7ទីតាំងឥឡូវនេះរាប់បញ្ចូលទាំងដែនដីហ្គាហ្សាស្ទ្រីបដែលហែកហួរយ៉ាងខ្លាំងដោយសង្គ្រាមវាយបករបស់អ៊ីស្រាអែលផ្ទុះជាង2ឆ្នាំមកនេះហើយបណ្ដាឲ្យប្រជាជនប៉ាឡេស្ទីនមិនតិចជាង 60,000 នាក់ទេបានស្លាប់និងរាប់សែនម៉ឺននាក់បានក្លាយទៅជាជនគ្មានទីជម្រក